ជំរាបសួរទូទាំងស្នេហិជនដែលនិយមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាជាទីគោរពខណៈនេះខ្ញុំបាទខួនវិធីអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជានិងក្រុមការងារកំពុងមានវត្តមាននៅឯស្រុកចង្កាល់ខេត្តឧត្តរមានជ័យដើម្បីផ្ដិតយកទស្សនវិជ្ជានិងខ្លឹមសារសំខាន់ដោយនៅថ្ងៃនេះកម្ពុជាថៃអនុវត្តនៅការកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ជំហានទី2ដំណាក់កាលទី1ដូច្នេះនៅពេលនេះសូមអញ្ជើញទូទស្សនិកជនទស្សនានៅទស្សនវិជ្ជាដែលមានជាបន្តបន្ទាប់ដូចតទៅសូមគោរពអញ្ជើញបាទទូទស្សនិកជននៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025នេះកម្ពុជានិងថៃអនុវត្តការកែសម្រួលអាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញពុតធ្ងន់ជំហានទី2នៃដំណាក់កាលទី1ក្រោមការសង្កេតការណ៍និងទៀងទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានហៅកាត់ថា AOT ទូទស្សនិកជនខណៈនេះដែរក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បានមានវត្តមានមកដល់ទីតាំងអនុវត្តការកែសម្រួលអាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ជំហានទី2នៃដំណាក់កាលទី1ដែលពិធីនេះបានធ្វើឡើងនៅស្រុកចុកកាល់ខេត្តឧត្តរមានជ័យខ្ញុំបាទវរៈស្នេហ៍តូចចេញមកមានជាការវរៈស្នេហ៍តូច81សូមគោរពរាយការណ៍ជួនឧត្តមមេត្រីសៀងស្មុនមានជាការរងជាការឋានភ្លើងធំអគ្គជាការ4យុទ្ធដំណើរបានរៀបចំរួមកម្លាំងបង្លាក់លេខបង្ហាញលេខវត្តមានក្រុមអ្នកសង្កេតការអាស៊ាន AOT គឺមិនត្រឹមតែសង្កេតនោះទេគឺផ្ទៀងផ្ទាត់ដោយកត់ត្រាយ៉ាងច្បាស់លាស់នៅតួលេខនីមួយៗនៃអាវុធនិងយុទ្ធឧបករណ៍របស់កងកម្លាំងកម្ពុជាយ៉ាងម៉ត់ចត់និងជាក់លាក់បំផុតទូទស្សនិកជនជាទីគោរពសូមបញ្ជាក់ថានៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025នេះកម្ពុជានិងថៃអនុវត្តការកែសម្រួលអាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ជំហានទី2ដំណាក់កាលទី1ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តមសេនីយ៍ឯកហេងបើហេងមេបញ្ជាការយុទ្ធភូមិភាគទី4នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមសេនីយ៍ទូវរយុទ្ធរស៊ីងមេបញ្ជាការកងទ័ពភូមិភាគទី2នៃព្រះរាជាណាចក្រថៃកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025ហើយនៅមុនដំណើរការបញ្ជូនឬក៏សម្រួលអាវុធធនធ្ងន់និងយុទ្ធោបករណ៍ដែលបំផ្លិចបំផ្លាញធនធ្ងន់នេះទៅទីតាំងដើមវិញមុនពិធីជាផ្លូវការគឺធ្វើឡើងនៅម៉ោង6ល្ងាចប៉ុន្តែមុនដំណើរការដល់ពិធីផ្លូវការក្រុមអ្នកសង្កេតការអាស៊ាន AOT បានចុះមកធ្វើការសង្កេតនិងពិនិត្យផ្ទាល់ជាមុនបាទការឆ្នាំ2025កម្ពុជាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃដើម្បីធានាថាផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឲ្យបានពេញលេញត្រឹមត្រូវមានប្រសិទ្ធភាពនិងប្រកបដោយតម្លាភាពការកែសម្រួលអាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់សម្រាប់ដំណាក់កាលទី1នេះត្រូវបានធ្វើឡើងចំនួន3ដង3លើកគឺចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025អូខេកម្ពុជាសូមគោរពថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានសហរដ្ឋអាមេរិកចិនព្រមទាំងមិត្តនិងដៃគូទាំងអស់សម្រាប់ការគាំទ្រប្រកបដោយស្ថាបនាក្នុងការសម្រេចបាននៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរកម្ពុជាបដិញ្ញាចិត្តឥតងាករេក្នុងការប្រែក្លាយតំបន់ព្រំដែនកម្ពុជាថៃទៅជាតំបន់សន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការដោយគោរពពេញលេញនៅច្បាប់អន្តរជាតិព្រមទាំងគោលការណ៍និងស្មារតីអាស៊ានដោយដែលទស្សនវិជ្ជាជាក់ស្ដែងនេះទូទស្សនិកជនឃើញហើយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT កំពុងធ្វើការយ៉ាងម៉ត់ចត់ត្រួតពិនិត្យនៅយុទ្ធឧបករណ៍និងអាវុធដែលត្រូវបញ្ជូនទៅគោលដៅវិញបាទដូច្នេះទូទស្សនិកជនសូមគ្រប់តាមបាននៅទស្សនវិជ្ជាជាក់ស្ដែងជាបន្តបាទសូមគ្រប់បាទជើញបាទ
Untuk 18.00 ya 18.00 kita siap tak siap yang mana berapa berat export plan so no issue if we go early grill ni grill reference Aramida Aramida nama unit dia ubah 81 itulah yang kena set dekat ada ubah sikit dah 81 nama unit the same as the tank itu 83 Pak sama lain ini 81 itu yang kena set cakap tadi yang ada perubahan sikit kan itu dia saya rasa sama dia tapi unit lain-lain unit lain-lain But as long as 25% okay. Tapi dia tak bagi lagi latitude longitude hop dengan point itu je lah. Tak apa itu Pak ទូទស្សនិកជនឥឡូវនេះក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នឹងចាប់ផ្ដើមពិនិត្យទទួលនៅផែននាฬิកាជាមួយការដឹកនាំក្បួនហើយបានការិកាគឺបានថារៀបចំរួចហើយឥឡូវនេះអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់នឹងធ្វើដំណើរទៅពីស្រុកចុងកាល់ខេត្តឧត្តរមានជ័យទៅកាន់ទីតាំងដែលបានកំណត់បាទឥឡូវនេះសូមទស្សនិកជនទស្សនាក្រុមជើងទស្សនានៅទស្សនវិជ្ជាដែលកិច្ចការងារដែលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ចេញដំណើរបាទសូមក្រុមជើងបាទចាប់មុខគាត់នេះតិចបានទេបងចាប់មុខគាត់ចាប់បងទៅមុខឲ្យបងទស្សនិកជនដោយដែលបានឃើញនៅក្នុងទស្សនវិជ្ជាជាក់ស្ដែងនេះគឺក្រុមអ្នកសង្កេតការណ៍អាស៊ានដែលហៅកាត់ថា AOT កំពុងតែរងចាំពិនិត្យមើលនៅក្បួនដំណើរអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ចេញដំណើរទៅកាន់ទីតាំងដែលបានកំណត់នៅពេលបន្តិចទៀតនេះបាទឥឡូវនេះគឺវេលាម៉ោងប្រមាណ6ល្ងាចដែលពិធីផ្លូវការសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់ពីស្រុកចុងកាល់ខេត្តឧត្តរមានជ័យឆ្ពោះទៅកាន់ទីតាំងដែលបានកំណត់នឹងចេញដំណើរហើយបាទឥឡូវនេះក្បួនបានចេញដំណើរហើយសូមអញ្ជើញទូទស្សនិកជនទស្សនាដូចតទៅបាទ
ទូទៅស្និកជនដោយតែបានឃើញនៅក្នុងទស្សនវិជ្ជានេះគឺអាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញធនធ្ងន់បានចេញដំណើរទៅហើយទៅកាន់ទីតាំងដែលបានកំណត់ហើយឥឡូវនេះក្រុមអ្នកសង្កេតការអាស៊ានដែលហៅកាត់ថា AOT លោកបានពិនិត្យមើលការចេញដំណើររួចហើយបន្តិចទៀតនេះលោកនឹងធ្វើការរំសាយទៅតាមទីតាំងវិញបាទដោយដែលទស្សនវិជ្ជាដោយដែលបានទូទៅស្និកជនបានឃើញហើយនេះបាទនៅខាងក្រៅខ្ញុំបាទនេះគឺក្រុមអ្នកសង្កេតការអាស៊ានដែលហៅកាត់ថា AOT លោកបានពិនិត្យសង្កេតទៀងទាត់យ៉ាងម៉ត់ចត់បាទរួចហើយឥឡូវនៅក្នុងឋានៈនេះដែរអ្វីដែលរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាចង់បានគឺសុខសន្តិភាពកម្ពុជាស្រឡាញ់សន្តិភាពកម្ពុជាការពារសន្តិភាពកម្ពុជាធ្វើជាមិត្តជាមួយបណ្ដាប្រទេសទាំងអស់លើសកលលោកទូទៅអសនិកជននៅក្នុងពេលនេះការធ្វើសេចក្តីរាយការណ៍របស់ខ្ញុំបាទខូនវុធីនាយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជានិងក្រុមការងារក៏បានមកដល់ទីបញ្ចប់ដែរបាទសូមអរគុណសូមគោរពលាបាទ